អាយុដំបណ្ឌិតងិនបាណាល់ត្រូវបានតែងតាំងជាសមាជិកយុវជនគណៈបកថ្នាក់កណ្ដាលនៃគណៈបកប្រជាជនកម្ពុជាយោងតាមសេចក្តីសម្រេចលេខ823/1125/សសចុចគកអាយុដំបណ្ឌិតងិនបាណាល់អតីតប្រធានយុវជនគណៈបកប្រជាជនកម្ពុជាខេត្តព្រៃវែងបានទទួលការតែងតាំងជាផ្លូវការជាសមាជិកយុវជនគណៈបកថ្នាក់កណ្ដាលសេចក្តីសម្រេចដ៏មានតម្លៃនេះត្រូវបានចេញដោយសម្ដេចវិបុលសេនាភក្តីសាយឈុំអនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈបកប្រជាជនកម្ពុជាអាយុដំបណ្ឌិតងិនបាណាល់មុនត្រូវបានតែងតាំងជាសមាជិកយុវជនគណៈបកថ្នាក់កណ្ដាលនៃគណៈបកប្រជាជនកម្ពុជាអាយុដំជាអតីតប្រធានយុវជនគណៈបកប្រជាជនកម្ពុជាខេត្តព្រៃវែងដោយសម្រេចបាននូវស្នាដៃធំជាច្រើននៅក្នុងខេត្តព្រៃវែងបច្ចុប្បន្នអាយុដំបណ្ឌិតបានបន្តកាន់តួនាទីសំខាន់ជាប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងនិងជាប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាភ្នំហើយការតែងតាំងនេះគឺជាការទទួលស្គាល់ចំពោះសមិទ្ធផលដ៏ធំធេងដែលអាយដាមបណ្ឌិតបានដឹកនាំនិងជំរុញសកម្មភាពយុវជនគណៈបកគ្រប់ថ្នាក់ជាកម្លាំងចលករដ៏សំខាន់ឈានទៅដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ2018និងការបោះឆ្នោតជាបន្តបន្ទាប់អាយុដំបានដឹកនាំរៀបចំយន្តការគ្រប់គ្រងរដ្ឋបាលក្រមការងារនិងបង្កើតផែនការយុទ្ធសាស្ត្រច្បាស់លាស់ផែនការសកម្មភាពនិងផែនការថវិកាដើម្បីជាត្រីវិស័យដឹកនាំការងារដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយយុវជនតាមឃុំជាប្រចាំនិងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់បករៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃមិនប្រកាន់និន្នាការដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសសុខាបណ្ដោះឆន្ទៈយុវជនឲ្យយល់ដឹងអំពីសុខសន្តិភាពនិងស្រឡាញ់គណៈបកប្រជាជនកម្ពុជាដែលជាគណៈបករំដោះជាតិពីរបបប្រល័យពូជសាសន៍រៀបចំកម្មវិធីចែកអំណោយដល់ក្រុមគ្រួសារបកដែលមានជីវភាពខ្វះខាតជួបគ្រោះមហន្តរាយចូលរួមក្នុងការងារសាសនាប្រពៃណីវប្បធម៌ការប្រគំតន្ត្រីល្បែងកម្សាន្តកីឡាការដាំដើមឈើនិងសកម្មភាពជាច្រើនទៀតសមិទ្ធផលទាំងនេះកើតឡើងក្រោមការគាំទ្រនិងលើកទឹកចិត្តពីសម្ដេចក្រឡាហោមសខេងអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែងនិងការចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមអភិសន្តិបណ្ឌិតសសុខាអនុប្រធានទី1ក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តព្រៃវែង